Currently up to date, the injuries and death on the Thai soldiers has been 1 death to Thai soldier and 29 injured. Thailand is determined to defend its sovereignty and territorial integrity, and therefore military measures must be taken as necessary to protect Thailand's sovereignty and territorial integrity. Cambodia has violated the ceasefire agreements as well as the joint declaration signed by the 2 prime ministers of Cambodia and Thailand in October. And of course, with that violation, we have to resort and of course to suspend the suspension of the joint declaration. And of course, with all these violations that have resulted in the clash that has taken place in the past 2 days also. ការបាញ់ប្រហារមកលើជនស៊ីវិលកាលពីម្សិលមិញនេះរហូតមកដល់យប់ថ្ងៃទី 9 ខែធ្នូឆ្នាំ 2025 គិតនៅត្រឹមវេលាម៉ោង 6 ព្រឹកយើងឃើញថាមានផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋស៊ីវិលធ្វើឲ្យបាត់បង់ជីវិតចំនួន 7 រូបនិងធ្វើឲ្យប្រជាពលរដ្ឋស៊ីវិលរងរបួសចំនួន 20 រូប ក្រសួងការពារជាតិនិងកងយុទ្ធពលខេមរភូមិន្ទបន្តគោរពនិងអនុវត្តឥតងារេនៅក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាទន្ទឹមនឹងនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 ក្រោមការធ្វើជាសាក្សីរបស់អាដាមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលជាប្រធានបដូវវេនអាស៊ាន